យ៉ាមើលដើមឈើឡើងមកអេមស្អាតមែនទែនពុកម៉ែបងប្អូនមើលទេសភាពមិនចេះទៅបាទហើយនេះគឺកូនខ្ទមខាងមុខនេះកូនខ្ទមអ្នកតាហើយខាងក្រោយកូនខ្ទមម្ចាស់ចំការដែលគាត់ដាំដំណាំដាំស្វាយដើម្បីមានកូនខ្ទមមួយនោះបាទហើយនេះជាការស្វាយនេះអាយ៉ាទៅណាបាត់ហើយវើនេះធំមែនទែននេះពុកម៉ែបងប្អូនមើលពីចង្អាយមិញដូចជាដើរស្វានេះវើជាដើរស្វាឬវើអីគេនេះខ្ញុំអត់ស្គាល់ដូចជាដើរស្វាហ្នឹងឯងកងកងងតែវាអត់ដឹងវើអីពុកម៉ែបងប្អូនមើលធំមែនទែននេះពត់ឡើងទៅលើនេះជាដើរស្វានោះអានោះចេញទម្រង់ដូចកងកងដូចពស់ហ្នឹងនៅមើលទៅដូចជាដើរស្វាដល់តែអានេះវាធំពេកទៅមើលអត់ចង់ស្គាល់ពុកម៉ែបងប្អូននេះធំមែនទែនមកមើលនេះអាផ្លូវនេះបាទដើមឈើសងខាងចេញមកមកលុបស្អាតមែនទេនេះបាទទេសភាពបាទស្អាតបែបជនបទបាទស្រុកស្រែចម្ការពុកម៉ែបងប្អូនបាទស្អាតមើលនេះដីធ្លីអូខាងនោះមានក្មេងៗលេងបាល់មានក្មេងៗលេងបាល់ទេសមើលដីពុកម៉ែបងប្អូនមើលដីស្អាតទេបាទហើយដីខ្មៅទៀតមើលនេះលេងគេលេងអូលេងស្កប់អូគេលេងស្កប់ឯងឃើញលេងនៅតារាងបាល់ស្មានតែលេងបាល់មិញណាអូស្អាតមែនទេនេះលបងគាត់ឲ្យពុកម៉ែបងប្អូនណាគាត់យកឈើមកអបធ្វើលបងចឹងអេហ្មងនេះពុកម៉ែបងប្អូនមួយយ៉ាងដែរផ្ទះគាត់ស្អាតមើលទីឃ្លៀខាងក្នុងនេះពុកម៉ែបងប្អូនអេហ្មងរស់នៅបែបចំការឲ្យគ្លីនស្អាតមានអនាម័យនេះពុកម៉ែបងប្អូនណាមើលណាផ្ទះជាប់គ្នានេះពុកម៉ែបងប្អូនណាប្លែកពីគ្នាមកមួយទៀតគាត់យកដើមរុក្ខជាតិបាទសកាននេះនឹងយកមកធ្វើជាលបងដែរបាទស្អាតណាស់មើលនេះមើលទៅមិនដែរពុកម៉ែបងប្អូនណាពីផ្ទះឃើញសបោមនុស្សចាស់ពុកម៉ែបងប្អូនគាត់នៅក្នុងផ្ទះបាទឃើញមានតាយាយចឹងច្រើនណាស់ចូលមកក្នុងភូមិសបោនេះអធិស្ឋានគឺសបោមនុស្សចាស់ច្រើនណាពុកម៉ែបងប្អូនបាទខាងនេះមានលក់ចាប់ហួយបាទចាប់ហួយយ៉ាមានទិញម៉ោងទៀតបាទមានទិញម៉ោងទៀតបាទកន្លែងនេះគាត់លក់ចាប់ហួយតូបចាប់ហួយគាត់លក់ចាប់ហួយនៅទល់មុខនឹងសាលាបឋមសិក្សាភ្នំគុលបាទនេះពុកម៉ែបងប្អូនខ្ញុំទៅថតឲ្យចិត្តបន្តិចសាលាបឋមសិក្សាភ្នំគុលបាទនៅក្នុងភូមិភ្នំគុលឃុំកន្ទឺ2ស្រុកបាណន់ខេត្តបាត់ដំបងគ្រប់ជំរាបសួរពុកម៉ែបងប្អូនអំពូមីងលោកតាលោកយាយដែលនិយមតាមដាន Channel YouTube ហើយនេះជាវីដេអូក្នុង Channel របស់ខ្ញុំផ្ទាល់ថ្ងៃផងដែរគឺខ្ញុំបានធ្វើដំណើរមកដល់បាទស្រុកបាណន់ឥឡូវនេះខ្ញុំស្ថិតនៅទីតាំងភ្នំគុលអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងផ្តិតទស្សនវិជ្ជាពីទីតាំងភ្នំគុលនេះទៅពុកម៉ែបងប្អូនហើយនឹងទៅខាងត្បូងមានភូមិមួយនៅជាប់នឹងភ្នំគុលនេះដែរអញ្ចឹងខ្ញុំនឹងជិះតាមនេះទៅដើម្បីបង្ហាញពុកម៉ែបងប្អូនពីទស្សនវិជ្ជាស្រុកភូមិនៅខាងត្បូងភ្នំគុលអញ្ចឹងឥឡូវនេះខ្ញុំធ្វើដំណើរចូលទៅតាមផ្លូវខ្លោងវត្តភ្នំគុលអូដើមនេះក៏ផ្លែដែរនេះពុកម៉ែបងប្អូនតែអត់តាន់
ឃើញមានអ្នកយកទឹកថ្នោតនេះឡើងយកទឹកថ្នោតឡើងយកអីអូអានេះដើមអីមិនចឹងមើលវាធាំងជាប់តាំងពីគល់ទៅដល់ហើយមើលអាធាំងក្រាបពីក្រោមទេភាគច្រើនបជីវវានៅតែនេះអត់ទេវានៅទាបពេកខ្ពស់នោះមើលប្រមាណដើមនេះឆេះងាប់បាត់នេះមើលខាងមុខខ្ញុំនោះផ្លូវភ្នំគុលបងប្អូនភ្នំគុលទៅដល់ចិត្តឃើញធំវានៅឆ្ងាយបន្តិចតាមផ្លូវចូលមានសូឡាផ្លូវចូលមានសូឡាពេលយប់អីវាបំភ្លឺផ្លូវសូឡានេះខាងវត្តអ្នកដាក់នេះសម្រាប់ភ្នំគុលឥឡូវគឺនៅប៉ុណ្ណឹងបងប្អូនសម្រាប់ភ្នំគុលឥឡូវគឺនៅប៉ុណ្ណឹងមិនដល់ហើយនេះភ្នំគុលមកដល់ហើយផ្លូវឡើងទៅផ្លូវចូលចកាគេផងដែរផ្លូវនេះទៅខាងឆ្វេងដៃខ្ញុំនេះចូលចកាស្វាយនេះស្វាយឥឡូវឃើញគាត់ដាំបច្ចេកទេសរុំផ្លែបងប្អូនធ្វើស្បោងដាក់ផ្លែមួយមកអាហ្នឹងគេអត់ផ្លែឲ្យវាស្អាតឬមិននេះកូនតង៉ែននៅទូចជើងភ្នំដល់ហើយដាក់ទៅវិញវត្តផ្លូវចូលទៅខាងក្នុងហើយមានផ្លូវឡើងដែរបងប្អូនផ្លូវឡើងប៉ុន្តែមានផ្លូវបែកចេញទៅខាងក្រៅណាចេញទៅក្នុងភូមិមួយទៀតរូបព្រះនាងហ៊ីងច្បូតសក់បឺតទឹកបាទពុកម៉ែបងប្អូនអំពុកម៉ែទាំងអស់គ្នាឥឡូវនេះខ្ញុំធ្វើដំណើរចេញពីបាទវត្តភ្នំគុលបាទមុននឹងខ្ញុំបានជិះមកហើយបានផ្តិតទស្សនភាពខ្លះហើយនេះបាត់អវែងខាងមុខបាទមានជាប៊ីតុងចូលទៅក្នុងលឹងស្អាតដែរហើយពុកម៉ែបងប្អូនមើលនៅបាទហើយមានដើមឈើមលុបត្រជាក់ហ្មងឥឡូវហ្នឹងមេឃវារោភ្លៀងបាទរៀងសតុំហើយក៏មានខ្យល់ដែរហើយខាងមុខខ្ញុំនេះគឺមានផ្លូវឡើងទៅខាងលើបាទឡើងទៅខាងលើភ្នំហ្នឹងតែខ្ញុំអត់បានចូលទេពុកម៉ែបងប្អូនព្រោះខ្ញុំចង់មកថតពីទេសភាពក្នុងភូមិនៅខាងនេះបាទនៅខាងនេះអញ្ចឹងបើឡើងមកជិះមកពីខាងនោះយើងបត់ឆ្វេងដៃមកចូលផ្លូវនេះបាទអញ្ចឹងឥឡូវខ្ញុំជិះទៅតែម្ដងបាទរៀងផ្លូវចុះអញ្ចឹងមកខាងនេះបាទយ៉ាមើលដើមឈើឡើងមកអេមស្អាតមែនទែនពុកម៉ែបងប្អូនមើលទេសភាពអញ្ចេះទៅបាទហើយនេះគឺកូនខ្ទមខាងមុខនេះកូនខ្ទមអ្នកតាហើយខាងក្រោយកូនខ្ទម
ម្ចាស់ចំការដែលគាត់ដាំដំណាំដាំស្វាយដើម្បីមានកូនខ្ទមមួយនោះបាទហើយនេះជាការស្វាយនេះអាយ៉ាទៅណាបាត់ហើយវើនេះធំមែនទែននេះពុកម៉ែបងប្អូនមើលពីចង្អាយមិញដូចជាដើរស្វានេះវើជាដើរស្វាឬវើអីគេនេះខ្ញុំអត់ស្គាល់ដូចជាដើរស្វាហ្នឹងឯងកងែងកងងតែវាអត់ដឹងវើអីពុកម៉ែបងប្អូនមើលធំមែនទែននេះពត់ឡើងទៅលើនេះជាដើរស្វានោះអានោះចេញតម្រងដូចកងែងកងងដូចពស់ហ្នឹងនឹងមើលទៅដូចជាដើរស្វាហើយតែអានេះវាធំពេកទៅមើលអត់ចង់ស្គាល់ពុកម៉ែបងប្អូននេះធំមែនទែនមកមើលនេះផ្លូវនេះបាទដើមឈើសងខាងចេញមកលុបស្អាតមែនទេនេះទេសភាពជាប់នឹងជើងភ្នំគុលណាបាទមើលដើមឈើសាវើធំទៀតពុកម៉ែបងប្អូនណាចឹងខ្ញុំជិះចេញពីទីតាំងវត្តទៅដល់មុខមានកូនភូមិមួយពុកម៉ែបងប្អូននៅខាងជើងភ្នំគុលចឹងខ្ញុំចង់ទៅផ្តិតទស្សនភាពនៅក្នុងភូមិហ្នឹងដើម្បីឲ្យពុកម៉ែបងប្អូនបានទស្សនាកំសាន្តបាទតនេះមានកូនខ្ទមគាត់មួយដែរចាំចការស្វាយតែអត់មានអ្នកនៅទេពុកម៉ែបងប្អូនណារៀងស្ងាត់ហើយដោយសារគាត់ជាកូនខ្ទមនៅក្នុងចំការទេមកខាងនេះសិតតែដីដាំចការស្វាយធំណាពុកម៉ែបងប្អូនបាទស្វាយសិតតែចការស្វាយសងខាងផ្លូវបាទនេះអ្វីដែលប្លែកមួយទៀតពុកម៉ែបងប្អូនពីបច្ចេកទេសគាត់ដាំបច្ចុប្បន្ននេះផ្លែស្វាយក្នុងមួយដើមក្នុងមួយផ្លែហ្នឹងនោះចងថងពុកម៉ែបងប្អូនចងថងការពារវាកំដឹងឬក៏ជាបច្ចេកទេសធ្វើឲ្យស្វាយនឹងវាមិនសូវគេថាអាសត្វផ្សេងវាមករោមទៅវាខូចសបកអីចឹងពុកម៉ែបងប្អូនឃើញគាត់អបវាស្អាតផងហើយការពារសត្វចង្រៃផងពុកម៉ែបងប្អូនមើលនេះអូចការមួយធំនៅខាងនេះមានទាំងស្វាយមានទាំងតង្កែនហើយក៏ឃើញមានចការខ្លះគាត់ដាក់ទុរេនដែរបាទដាំទុរេនហ្នឹងពុកម៉ែបងប្អូនឃើញកម្ពស់ដូចជា2ម៉ែត្រជាង3ម៉ែត្រហើយកម្ពស់ដើមមួយអញ្ចឹងនៅបណ្ដោះនេះទីទៀតមានទុរេនហូបហើយមានចការអ្នកដាំទុរេនដូចជាមានដែរពុកម៉ែបងប្អូនគាត់ថាអត់សូវល្បីអត់សូវមានគេដឹងពុកម៉ែបងប្អូនដោយសារគាត់ដាំជាដំបូងគាត់ដាំតេស្តមើលអញ្ចឹងដល់បានផលแล้วក៏មានពលមានចោះដែរពុកម៉ែបងប្អូនពីអ្នកដាំទុរេននៅខាងស្រុកបាណន់ណាបាទនេះជាការស្វាយអូនោះក៏ដាំលបងហាមចូលលបងនេះហាមចូលបានតែសัตว์ទេកម្ពស់នេះអីអាចផ្លោះចូលបានសម្រាប់អ្នកចង់បេះហូបតែសុំម្ចាស់គាត់ទៅគាត់ខំថែខំអីបេះហូបមួយផ្លែពីរផ្លែវាមិនអីទេកុំអោយទៅលួចបេះលក់បាទត្រឹមតែមួយផ្លែពីរផ្លែហូបខ្ញុំជឿថាម្ចាស់ចការណាកំណាញ់ដល់ថ្នាក់បេះហូបមិនបានណាបើថាចង់ហូបអីពុកម៉ែបងប្អូននេះត្រឹមមួយផ្លែហូបមិនអីទេកុំអោយទៅបេះមួយផ្លែគាត់បាទគាត់ខំថែបាទអស់ថ្លៃជីថ្លៃអីមកកណូមិនស្រួលទេលក់ចេញក៏វារៀងតឹងដែរបាទអញ្ចឹងឥឡូវខ្ញុំជិះមកដល់ពុកម៉ែបងប្អូននៅផ្លូវក្នុងភូមិតែខ្ញុំបត់ឆ្វេងបាទដោយសារផ្លូវនេះរៀងស្ងាត់ដែរអត់សូវមានអ្នកគាត់រស់នៅច្រើនទេមួយខ្សែនេះតចូលមួយខ្សែមួយទៀតនៅខាងនោះពុកម៉ែបងប្អូនចេញទៅយើងឡើងផ្លូវកស៊ូហើយបានចូលទៅផ្លូវខាងក្នុងចូលទៅក្នុងហើយបានឆ្វែងមកជុំមកពុកម៉ែបងប្អូនបាទរៀងស្ដុកផ្លូវនេះដោយសារ
ខាងនេះគាត់យកដីហ្នឹងគឺដីកសិកម្មទាំងអស់មកគាត់អត់រស់នៅនឹងដីនេះផងផ្លូវមួយខ្សែនេះរៀងស្ងាត់ផ្ទះបាទស្ងាត់ផ្ទះព្រោះសងខាងសត្វដីចកាផ្លូវខាងនេះអត់មានអ្នកសូវរស់នៅច្រើនណាតែផ្លូវមួយខ្សែទៀតមានផ្ទះមានសម្បែងគាត់រស់នៅធម្មតាសរុបព្រៃសង្កែអូនេះឃើញផ្ទះគាត់មួយនេះបងប្អូននៅដីចកានឹងដែរហ្នឹងផ្ទះគាត់ហើយខាងនេះមួយទៀតបាទឥឡូវឃើញហើយផ្ទះគាត់រស់នៅខាងនេះខាងឃុំកទឿផ្លូវគ្រួសនៅផ្ទះមានដើមម្សៅកុំម្សៅពីមុខយ៉ានេះមកចុះខាងនេះឃើញមាន2 3ផ្ទះនៅមួយកដប់នេះច្រើនតែពុកម៉ែបង5 6ផ្ទះហើយបាទគាត់រស់នៅហ្នឹងនេះខាងនេះចកាស្វាយនោះឃើញតែចុងបាំងព្រៃបាត់ហើយបាំងដើមសកែមកខាងនេះសបោព្រៃសកែដោះដល់ហើយនេះមើលដោះឡងចង់ទ្រុបលើផ្លូវណានេះមួយទៀតផ្ទះគាត់នៅខាងក្នុងរៀងស្ងប់ស្ងាត់ដែរពុកម៉ែបងប្អូនណាស្ងប់ស្ងាត់បែបជាអ្នកចំការអត់សូវមានសម្លេងអីរំខានមកពីខាងក្រៅណាទេស្ងប់ស្ងាត់ចឹងបើជិះតាមផ្លូវនេះតែជិះលឿនគឺថតមិនបានយូរទេបាទព្រោះវាមិនធំណាស់ណាទេទីតាំងភូមិនេះបាទចឹងខ្ញុំជិះយឺតដើម្បីឲ្យពុកម៉ែបងប្អូនបានទស្សនាបាទស្រួលមើលស្រួលតាមបាទខាងមុខនេះរោងគោបាទគាត់ចិញ្ចឹមគោ5 ក្បាលបាទ4 5 ក្បាលហើយនោះច្រើនណាស់ពុកម៉ែបងប្អូនរោងគោចឹងទៅខាងមុខប្រហែលជាបាទ30 ម៉ែត្រទៀតដល់ផ្លូវកស៊ូហើយបាទបន្ទាប់ពីដល់ផ្លូវកស៊ូខ្ញុំបត់មកខាងស្ដាំដៃហើយចូលផ្លូវកដាលភូមិមួយទៀតបាទដល់ផ្លូវកស៊ូនេះហើយបាទមកដល់ផ្លូវកស៊ូគឺមានគេលក់បាទជាភេសជ្ជៈជាទឹកជានិយាយទៅចាប់ហួយបាទចាប់ហួយលក់ជាចាប់ហួយឲ្យច្រើននេះបងប្អូនខាងនេះសងខាងផ្លូវបាទអញ្ចឹងខ្ញុំឡើងផ្លូវកស៊ូនេះហើយជិះទៅខាងមុខប្រហែលជា30 ម៉ែត្រឯទៀតមានផ្លូវបត់ស្ដាំដៃមួយទៀតហើយគឺចូលទៅក្នុងភូមិហ្នឹងមកភូមិដដែលទេបងប្អូននេះគឺមកខាងនេះបងប្អូននេះមានផ្លូវបត់មួយអូខ្យល់បក់ដីហុយអានេះគឺខ្ញុំបត់មកតាមនេះដីហុយមែនទេនេះមេឃរោភ្លៀងបាទខ្ញុំបិទកញ្ចក់សិនដីហុយចូលភ្នែកខ្ញុំមើលនេះពុកម៉ែបងប្អូនខ្យល់បក់ខ្លាំងណាបាទមិនលំទេបាទនេះរោងអីគេនេះរោងចំជ្រូកឯងរោងចំជ្រូកចំអីបាទអូកោសយកអាដីនោះយកទៅដាក់តំណាំល្អនោះបាទដីលិមួកបាទដីលិមួកសัตว์ហ្នឹងយកធ្វើជីអូនេះគាត់កោសយកមកច្រកក្រុងស្រាច់
và miền chợ đi mộ cô yếu mà em mong và phải chỉ còn lụa ấy ta mới mà miền chợ bạch cà rồng cà bùi sài ấy đây lõ nè bụng ăn phồn nè chăm sóc tràn trắng ọt mình thà ọt bị giàu thế li mộ vía dân dù ta thơ cái này ta thơ chi mà plau khả năng cứ thông chiến plau mấy tụi mà plau cái đá nó cứ thống mà nó chả sao chào lấy bọn mình nhận nơi thì bà cái này cái này chạp sọ xay mà ố cái này có chạp sọ xay đã ban tê nhà rom đấy này vùng mày bọn nè cứ thạp lạ gì hào còn mà chăm tập thơ ấy ở lôi tràn thế mà cu nặng đáy mà tức đầy mà miền chạp tập xay miền mặc sai nè chị bà chụp ngư chạp tập xay ấy đây tôi sắp miền sạch nó nứng trong mặc xạ chạp tập xay ấy anh vô lên vì trong video này bán của mình phone skin shot tục tới cái này chạp tập xay rồi nhôm chi máu thọt job hết của mình phone thay chỉ bây giờ đấy của mình phone ai xạ là bòn bán nếu khả nó khơi miên tia mà hai chim miên là pleu mặc sai tiết nó khả nó mà đôi chim miến ngập ngắt ló không phum bụng ai còn mình men chỉ ít không ca rô nâu tết được bụng mày còn nè các bạn đây mùi mũi cứ thống mà quạt rô nâu nắng cứ miên các bạn đây thống á nè quạt đầm tận năm ban trơn mà miên chỉ từng ngày miên chỉ ấy miên mà em nè bụng mày còn được còn quạt đầm ban trơn khang cào chân nhóm thọt mấy đôi chữ khang cào ấy ấy mà khang cào thì quạt đây quạt đấy các bạn đây thống lõ mà cái này để còn một tiền ở phần này bà phượng chào tiền đồng miền nhận nợ thế này bà phượng chào từng ngày bà để màu cái này để một cặp bờ hà và khả năng tiết để cặp bờ hàแต่สงัดปุ่งมันปุ่นสงัดmà cái này miền lộ chạp hùi mà chạp hùi bây giờ miền tinh mông tiện mà miền tinh mông tiện tinh mông thơ bị chập bờn đánh pri bị xa chứ một tờ này pri sự động đợt này pleu cho tôi khang pleu mặc sai tiện đây nhóm ban và hành một nâng bạc lại đi còn lộ chạp hùi tộc chạp hùi còn lộ chạp hùi nấu tô mục nâng sala bạc thom sạc sáp nông cồn và này cũng mai ổn nhằm thật thọt ở trận tịch sala bạc thom sạc sáp nông cồn và nấu nông phum nông cồn không cần từ pí sọc bẩn non khẹt bật mỏng và sala bạc thom mà nét bật xào ấy và nó là
អូនៅខាងនេះអាគារឈើឪពុកម៉ែបងប្អូនមើលខ្ញុំមើលច្បាស់សិនអាគារឈើអូអាគារឈើមែនពុកម៉ែបងប្អូនអាគារថ្មនៅខាងនោះបាំងព្រៃបាត់ហើយបាំងដើមឈើបាំងសួនអស់ហើយនេះសាលាបឋមសិក្សាភ្នំគល់ចាកន្លែងនេះអីគេនេះរោងគេទ្រុះធ្លីអស់ហើយមើលមេឃឈើបាក់មកមេឃឈើបាក់មកសកត់កំពិតអសង្កសីបាក់អស់ហើយបងប្អូនមើលនេះកន្លែងនេះកន្លែងអង្គុយលេងសម្រាប់សិស្សមកអង្គុយលេងឬមិននេះឬក៏កន្លែងលក់បានលក់អីគេលក់ចាប់ហ៊ុយលក់នំលក់អីព្រឹកឡើងអញ្ចឹងបាក់បាត់ហើយនេះមកខាងនេះពុកម៉ែបងប្អូនអាគារថ្មីនោះចឹងផ្ទៃដីសាលានេះក៏ធំដែរបងប្អូនណាធំមានជាកន្លែងសួនហាត់ប្រាណអូអេម៉ាបាទកែច្នៃចេញពីសម្បកកងចាស់យកមកពាក់ធ្វើសុំអមកន្លែងសួនលេងកូនក្មេងហ្នឹងខាងក្នុងរៀងឆ្ងាយបន្តិចបងប្អូនហើយសូមមកដល់ទេបាទហើយនោះអាគារថ្មីចឹងឥឡូវហ្នឹងខ្ញុំទៅមុខទៀតបងប្អូនហើយនេះផ្ទះអ្នកភូមិដែលគាត់រស់នៅក្បែរហ្នឹងអូខេនេះមិញខ្ញុំជីអែបខាងនោះបាទផ្លូវនេះទំនងដូចជាទឹកនឹងឈូសបាទមើលស្នាមផាលសនីឈូសគីបំពេញក្លុកកុំឲ្យវាខូងអញ្ចឹងតែនេះពេលនេះឡើងហុយពុកម៉ែបងប្អូនដីចេះហុយដឹងតែហុយហ្មងព្រោះវាដីផូច្រើននេះពុកម៉ែបងប្អូនអានេះវាបានមេឃវាមករាវទៅវាក្រាបដីផូខ្លះបើក្តៅហែងនឹងតែនេះហើយហើយជីបាទតើនេះមានផ្លូវទៅខាងនោះមួយទៀតណោះណាអូស្អាតមែនទេនេះលបងគាត់ឲ្យពុកម៉ែបងប្អូនណាគាត់យកឈើមកអបធ្វើលបងចឹងអេហ្មងនេះពុកម៉ែបងប្អូនមួយយ៉ាងដែរផ្ទះគាត់ស្អាតមើលទីឃ្លៀខាងក្នុងនេះបងប្អូនអេហ្មងរស់នៅបែបចំការឲ្យ clean ស្អាតមានអនាម័យនេះពុកម៉ែបងប្អូនមើលនេះផ្ទះជាប់គ្នានេះពុកម៉ែបងប្អូនណាប្លែកពីគ្នាមកមួយទៀតគាត់យកដើមរុក្ខជាតិបាទសកានៀកហ្នឹងយកមកធ្វើជាលបងដែរបាទស្អាតណាស់មើលនេះមើលទៅមិនដែរពុកម៉ែបងប្អូនណាពីផ្ទះសម្បែងគាត់ពីរជាប់គ្នានេះស្អាតដែរទេបងប្អូនណាឃើញគាត់រៀបចំបានស្អាតបាទស្អាតមែនបងប្អូនមិនចេះតែនិយាយបញ្ចោកណាបាទឃើញគាត់រៀបចំបានស្អាតមែនបាទតាំងពីលបងតាំងពីអីហ្នឹងបាទនេះចឹងអ្នកដែលជីកាត់ដែលគាត់កាត់មកតាមនេះជីកាត់តាមផ្លូវនេះអីគឺឃើញអូស្អាតមើលទៅគួរចង់រស់នៅបាទកន្លែងនេះដីលក់បាទកន្លែងដីលក់ក្បាលធំតែនេះពុកម៉ែមើលខ្ញុំទៅចិត្តតិចខ្លាចមានពុកម៉ែបងប្អូនណាចង់អត់ដែលបានទស្សនានេះឃើញដែលខ្ញុំថតទៅជាប់បាទមានដីលក់នៅខាងកន្ទឺ2បាទខាងភ្នំគល់នេះក្បាលដីក្បាលដីវាខ្ទង់ប្រហែលជា20ម៉ែត្រជាង30ហ្នឹងនេះទៅក្រោយ
ទឹកក្រោយបែរខ្ទង់40ហើយមើលទៅបាទមកបាតផ្ទះមុំពុកម៉ែបងប្អូនដីទឹមចាក់បាទមកផ្ទះខាងនេះទៀតក៏ដាំដើមអីគេខ្លះនេះមុខផ្ទះមានស្វាយមានចម្រុះហ្មងបាទសបោគឺស្វាយហ្មងហើយតង៉ែនបាទខាងនេះផ្ទះធំបាទនេះផ្ទះគាត់មួយទៀតបាទចប់គ្នាអូមានពីងទឹកអង្ការទៀតបាទប៉មអង្គទឹកប៉មដាក់ទឹកអង្ការជួយឃើញតែប៉មហ្នឹងតម្រង់គឺមានអង្ការគាត់ចុះមកជួយបាទនេះផ្លូវទៅខាងនោះផ្លូវនេះដូចជាវែងដែរផ្លូវកណ្ដាលនេះតែដឹងជីដល់ណាទេពុកម៉ែបងបាទចេះតែចូលទៅហើយបាទមើលផ្ទះខាងនេះមួយទៀតផ្ទះខាងនេះគឺដូចជាទៀបមែនពុកម៉ែបងទៀបជាងផ្លូវឆ្ងាយនេះឃើញមានបន្លាយមានអីឆ្លងគាត់ចិញ្ចឹមសត្វមន់ដាក់ត្រង់ជាប់ហ្មងបាទនេះឃើញមានបន្លាយកដាលដូចខងទៅខាងក្រោមបាទចឹងចូលមកខាងក្នុងនេះគឺសបោព្រៃច្រើនពុកម៉ែបងប្អូនបាទនេះសិតតែដីព្រៃមិនដឹងថាអត់តន់មានអ្នកមកអត់តន់មានម្ចាស់និយាយទៅដីអត់តន់មានម្ចាស់ឬយ៉ាងម៉េចទេឬក៏មានម្ចាស់ហើយម្ចាស់គាត់អត់ធ្វើបាទឃើញដីនៅច្រើនពុកម៉ែបងប្អូនឃើញអាដើមឈើព្រៃនេះច្រើនណាស់ដោយសារអីដោយសារវាជាដីព្រៃនឹងឯងពុកម៉ែបងប្អូននៅជាប់នឹងភ្នំបាទភ្នំគល់បាទនេះអូមើលទីឃ្លៀកន្លែងនេះស្រឡះហ្មងពុកម៉ែបងប្អូននេះស្រឡះស្មើអញ្ចឹងទៅឲ្យស្មៅរែងមើលទៅមួយយ៉ាងដែរពុកម៉ែបងប្អូនទេសភាពអ្នកដែលគាត់រស់នៅទីនេះបាទស្អាតបែបជនបទបាទស្រុកស្រែចម្ការពុកម៉ែបងប្អូនបាទស្អាតមើលនេះដីធ្លីអូខាងនោះមានក្មេងៗលេងបាល់មានក្មេងៗលេងបាល់ផ្ទះមើលដីពុកម៉ែបងប្អូនមើលដីស្អាតទេបាទហើយដីខ្មៅទៀតមើលនេះក្មេងៗលេងអីគេហ្នឹងផ្អើអស់សួស្ដីលេងអីគេហ្នឹងគេលេងអីគេហ្នឹងអត់មានឃើញបាល់ផងលេងនៅលើតារាងបាល់លេងគេលេងលេងស្កប់គេលេងស្កប់ឯងឃើញលេងនៅតារាងបាល់ស្មានតែលេងបាល់មិញនេះផ្ទះស្រស់ស្រាយល្អពុកម៉ែបងប្អូនមើលនេះមេឃសតុំទៀតថ្ងៃនេះអេមែនតើហ្មងហើយមើលទីឃ្លៀគាត់ទីឃ្លៀផ្ទះខាងក្រោយហើយផ្ទះខាងមុខគាត់ចាំកូនចាំអីទៅនេះ
គ្នាមានតែ4នាក់ហ្នឹងឯងលេងអូបាទអញ្ចឹងឥឡូវខ្ញុំចេញទៅខាងក្រៅវិញបាទទៅខាងមុខទៀតអូនៅនេះគេហៅភូមិអីគេភូមិភ្នំគល់អូអត់តន់ផុតភូមិភ្នំគល់ទេអញ្ចឹងនៅស្ថិតនៅក្នុងភូមិភ្នំគល់ដដែលទេបងប្អូនបាទជិះតាមផ្លូវអានេះឃើញស្អាតបាទឃើញស្អាតជិះចេះបានអេមបងប្អូននេះឃើញស្អាតមែនតើនេះបាទក្នុងមានផ្ទះអូតាគាត់សារានលើកអៅអ៊ីបាទផ្ទះគាត់ស្ងប់ស្ងាត់ល្អមែនតើហ្មងពុកម៉ែបងប្អូនអើយមើលនេះបាទគាត់ថាបើសិនជាមានផ្ទះលំហែអីណាបាទមកលេងថ្ងៃសម្រាប់ពីការងារអីមកដឹងតែអេហ្មងពុកម៉ែបងប្អូនដែលចូលចិត្តនៅទេសភាពដូចជាបរិយាកាសស្ងប់ស្ងាត់បែបនេះបាទហើយខាងនេះផ្លូវចូលទៅផ្ទះគាត់ខាងក្នុងបាទអូមើលផ្ទះគាត់ទៀបមែនទែនពុកម៉ែបងប្អូនវាទូបន្តទៀតហើយនេះឃើញតែលបងផ្ទះបាទផ្លូវចូលដោយសារគាត់នៅខាងក្នុងបាទបាទជិះតាមផ្លូវឬទៅសัตว์យំទេពុកម៉ែបងប្អូនជីបជេបឃើញសបោមនុស្សចាស់ពុកម៉ែបងប្អូនគាត់នៅក្នុងផ្ទះបាទឃើញមានតាយាយចឹងច្រើនណាស់ចូលមកក្នុងភូមិសបោនេះអធិស្ឋានគឺសបោមនុស្សចាស់ច្រើនណាពុកម៉ែបងប្អូនបាទផ្ទះនេះទំនងដូចជាទុកចោលបាទកូនផ្ទះតូចដែរធ្វើជាងសាំងសីហើយខាងនេះមួយទៀតទំនងដូចជាទុកចោលដែរបាទព្រោះឃើញព្រៃខាងក្រោយស្ដុកណែនអស់ហើយ
មើលស្វាយដើមធំស្វាយនេះបាទមកដល់នេះគឺដីវាស្រែបាទផុតផ្ទះផុតភូមិមកហើយបាទផុតផ្ទះភូមិមកហើយអញ្ចឹងសិតតែដីវាស្រែទេនៅនេះពុកម៉ែបងប្អូននៅភ្នំខ្យល់បាទជិះមកដល់នេះខ្យល់វូហ្មងបាទឥឡូវមើលនេះផ្លូវដែលខ្ញុំបានជិះមកមិញហើយមើលមានជួនសិតដើមថ្នោតស្អាតខ្យល់មែនបាទខ្យល់វូហ្មងភ្នំគល់ខ្ញុំជិះផុតឆ្ងាយហើយដោយសារវាបាំងដើមឈើបាំងព្រៃមើលឡើងឃើញបងប្អូនដោយសារខ្ញុំជិះមកតាមផ្លូវនេះវារៀងមកឆ្ងាយហើយជិះភ្នំគល់នៅនោះចិត្តជាប់ផ្លូវកស៊ូអញ្ចឹងក្នុងវីដេអូនេះខ្ញុំបានបដិទិភាពនៅក្នុងភូមិហើយនៅក្នុងភូមិភ្នំគល់នេះជាស្ដាយហ្មងបងប្អូនខ្ញុំចង់បញ្ចប់វីដេអូនេះត្រឹមប៉ុណ្ណេះហើយបងប្អូនដោយសារខ្ញុំថតបានច្រើនដែរហើយបងប្អូនច្រើននាទីដែរហើយអញ្ចឹងបើសិនជាមានកំហុសខុសឆ្គងត្រង់ពាក្យពេចន៍ត្រង់ណាមិនសមរម្យអីបងប្អូនសូមអធិស្ឋានដល់រូបខ្ញុំបាទផងជួបខ្ញុំនៅវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលា